Now let's have some revision first. ឥឡូវយើងនឹងមានការរំលឹកឡើងវិញខ្លះៗ Recently, I have shared about the path of the church. មួយរយៈហ្នឹងគឺគាត់បានចែកម្លែកពីផ្លូវនៃក្រុមជំនុំ Through the church history and the Bible, we know how to serve the Lord. ចឹងតាមរយៈព្រះគម្ពីរឬក៏ប្រវត្តិសាស្ត្ររបស់ដែលបានចែងក្នុងព្រះគម្ពីរដឹងពីរបៀបធ្វើម៉េចទើបយើងអាចបម្រើព្រះអង្គបាន And we are not choose our own way to satisfy the Lord. ប៉ុន្តែយើងមិនមែនជ្រើសយកវិធីខ្លួនឯងយើងផ្ទាល់ដើម្បីបំពេញបំណងបហាតីរបស់ព្រះអង្គទេ Let's walk on the biblical way គឺចូលយើងទាំងអស់គ្នាដើរតាមផ្លូវដែលស្របតាមព្រះគម្ពីរ to build the church and satisfy the Lord's heart. ដើម្បីយើងទាំងអស់គ្នាអាចកសាងក្រុមជំនុំហើយយើងទាំងអស់គ្នាអាចបំពេញចិត្តរបស់ព្រះអង្គ Do you remember there are 7 eras in the age of the church? យើងនឹងចាំបានថាក្នុងយុគសម័យក្រុមជំនុំចែកចេញជា7យុគសម័យអត់ The first era was Ephesus. សម័យកាលទី1គឺសម័យកាលនៃអេផេសូ They was the very good starting point in the history of the church. ចឹងក្រុមជំនុំអេផេសូគឺជាក្រុមជំនុំដែលជាចំណុចចាប់ផ្ដើមមួយដ៏ល្អ Bong Dai. But they lost the first love. ប៉ុន្តែពួកគេបាត់បង់នៅសេចក្តីស្រឡាញ់ដំបូង So that era already end up. ដូច្នេះបានជាសម័យមួយហ្នឹងក៏បានបញ្ចប់ Brothers and sisters, have you kept your first love to the Lord? បងប្អូនទាំងគ្នាតើយើងបានរក្សាទុកនៅសេចក្តីស្រឡាញ់ដំបូងរបស់យើងទៅកាន់ព្រះអង្គអត់ And the second era is the era of Smyrna. ហើយនៅសម័យកាលទី2គឺជាសម័យកាលក្រុមជំនុំស្មឺណា Because of at that time the church got sick, so that the Lord permit some difficulties happened. ដោយសារតែនៅពេលនោះក្រុមជំនុំប្រៀបដូចជាមានជំងឺអញ្ចឹងដូច្នេះហើយបានជាព្រះអង្គទុកឲ្យមានទុក្ខលំបាកខ្លះកើតឡើង Sometimes the difficulties like as the special medicine. ពេលខ្លះទុក្ខលំបាកដែលយើងទាំងអស់គ្នាប្រឈមមុខប្រៀបដូចជាឱសថព្យាបាលពិសេសម្យ៉ាង Many brothers and sisters they faced the difficulty but kept faithful for the Lord. មានបងប្អូនខ្លះគាត់ជួបជាមួយទុក្ខលំបាកប៉ុន្តែគាត់នៅតែរក្សាដួងចិត្តដ៏ស្មោះត្រង់ទៅកាន់ព្រះអង្គ Let's keep faithful unto death to the Lord. ចឹងចូលរក្សាដួងចិត្តយើងទាំងអស់គ្នាឲ្យបានស្មោះត្រង់រហូតដល់ស្លាប់សម្រាប់ព្រះអង្គ But today I would like to share the third era, the era of Pergamos. ចឹងថ្ងៃហ្នឹងគាត់ចង់ចែកម្លែកពីសម័យកាលទី3ដែលជាសម័យកាលនៃក្រុមជំនុំពើកាម៉ូ This era actually according to the name of the city quite meaningful. ចឹងនៅក្នុងយុគសម័យមួយនេះបើស្របតាមឈ្មោះគឺមានអត្ថន័យពិសេស The name of Pergamos there are two meanings. ពាក្យថាពើកាម៉ូមានអត្ថន័យពីរយ៉ាង The first, this word that means high tower. អត្ថន័យទី1មានន័យថាប៉មដ៏ខ្ពស់ Brothers and sisters, do you remember before the era of Pergamos is the era of Smyrna? ចឹងបងប្អូនទាំងគ្នានៅចាំបានអត់មុនពេលឈានចូលដល់សម័យកាលពើកាម៉ូគឺយើងនៅយុគសម័យកាលក្រុមជំនុំស្មឺណា There were many brothers and sisters. They will suffer and died for the Lord. គឺនៅសម័យមួយហ្នឹងមានបងប្អូនជាច្រើនដែលពួកគាត់ឆ្លងកាត់ការឈឺចាប់និងសង្កត់និងស្លាប់សម្រាប់ព្រះអង្គ Many of them, their whole lives just live in underground. ហើយមានពួកគាត់ជាច្រើនដែលពេញមួយជីវិតរស់នៅតែក្រោមដី But at that era, suddenly the position of brothers and sisters and the church from the underground suddenly come up very high, like as high tower. ប៉ុន្តែយើងអាចមើលស្ថានភាពពីស្ថានភាពដែលរស់នៅតែក្រោមដីរហូតដល់មានពេលមួយដែលគាត់ផ្លាស់ប្ដូរស្ថានភាពទាំងស្រុងគឺស្ថានភាពរបស់គាត់គឺឡើងខ្ពស់ប្រៀបដូចជាប៉មដ៏ខ្ពស់ចឹង Brothers and sisters, I would like to ask you one question. បងប្អូនទាំងគ្នាក៏មានសំណួរមួយសួរមកកាន់យើងទាំងគ្នា
what kinds of living is more easy, live underground or on high tower? ចឹងគាត់ចង់សួរយើងតគ្នាថាការរស់នៅបែបណាជាការរស់នៅដ៏ស្រណុកឧទាហរណ៍ការរស់នៅខាងក្រោមដីឬក៏យើងរស់នៅទីកន្លែងណាដែលខ្ពង់ខ្ពស់ During the message, I hope you can find the answer. ក៏សង្ឃឹមថាតាមរយៈការស្ដាប់សារនេះគឺយើងអាចរកបានចម្លើយ And the second meaning of Pergamos is marriage. ចឹងអត្ថន័យទី2នៃពាក្យថាពើកាម៉ូសមានថាអាពាហ៍ពិពាហ៍ In this name already implied God married for 2 times. ចឹងនៅក្នុងអត្ថន័យហ្នឹងគឺនិយាយពីការរៀបអាពាហ៍ពិពាហ៍2 ដង What happened about this? តើមានអ្វីកើតឡើង When we believe in the Lord, we are married to the Lord. ចឹងនៅពេលដែលយើងទាំងគ្នាជឿលើព្រះអង្គគឺប្រៀបដូចជាយើងទាំងគ្នាបានមានការរៀបការជាមួយនឹងព្រះអង្គ That means we are united with the Lord. មានន័យថាយើងទាំងគ្នារួបរวมជាមួយនឹងព្រះអង្គ But at that era, the church get married again, but with the world. ប៉ុន្តែនៅក្នុងសម័យកាលមួយហ្នឹងគឺក្រុមជំនុំបានរៀបការម្ដងទៀតហ្នឹងគឺរៀបការជាមួយនឹងលោកី Wow, Machana, what happened? Why the church like this? ចឹងយើងប្រកាសជាគិតថាហេតុអីបានជាក្រុមជំនុំមានរឿងហ្នឹងកើតឡើង This is related to the history in AD 313 to 590. ហើយរឿងហ្នឹងដែរគឺពាក់ព័ន្ធជាមួយនឹងប្រវត្តិសាស្ត្រដែលបានចែងទុកនៅក្នុងឆ្នាំមុនគ្រិស្តសករាជឆ្នាំ313រហូតដល់ឆ្នាំ590 Now through the church history and the Bible's word, let's understand and learn the lesson from them. ចឹងតាមរយៈព្រះគម្ពីរក៏ដូចជាប្រវត្តិសាស្ត្រឥឡូវយើងទាំងអស់គ្នានឹងរៀនមេរៀនដែលមកពីបងប្អូននៅសម័យហ្នឹង ឥឡូវសូមអញ្ជើញសុកណៃและអានព្រះគម្ពីរនេះសំរាប់យើង វិវរណៈចំពុកទី2ខទី12ចូលសរសេរទៅទូតរបស់ក្រុមជំនុំនៅពើកាម៉ូសថាព្រះអង្គដែលមានដៅមុខពីដ៏មុតមានបន្ទូលដូច្នេះ អរគុណ Normally the first verse or sentence always are the introduction of the Lord. ជាទូទៅនៅក្នុងខទាំងឡាយគឺព្រះអង្គតែងតែចាប់ផ្ដើមដំបូងពីការណែនាំខ្លួនរបស់ព្រះអង្គ In these Bible verses, the Lord he introduced himself. He has a double-edged sword. ចឹងនៅក្នុងខមួយនេះព្រះអង្គបានណែនាំខ្លួនថាព្រះអង្គដែលមានដាវមុខពីរ Why? The Lord so loved the church, but when the Lord introduced himself to the church, he said that I have the double-edged sword. Why? ចឹងយើងគិតមើលថាព្រះអង្គស្រឡាញ់ក្រុមជំនុំខ្លាំងមែនទែនតែហេតុអីបានជាព្រះអង្គណែនាំខ្លួនព្រះអង្គគឺជាដាវមុខពីរវិញ That means in that church something happened. គឺដោយសារតែនៅក្នុងក្រុមជំនុំនៅពេលហ្នឹងគឺមានរឿងអ្វីមួយកើតឡើង Now I provide some sentence to you help you understand this introduction more. ឥឡូវគាត់នឹងឲ្យឃ្លាខ្លះដើម្បីជួយយើងទាំងគ្នាអាចយល់ជាមួយនឹងការណែនាំខ្លួនរបស់ព្រះអង្គបន្ថែមទៀត For the Lord, he loved the church so much. សម្រាប់ព្រះអង្គគឺព្រះអង្គស្រឡាញ់ក្រុមជំនុំខ្លាំងមែនទែន So that the Lord must request the church should be holy. ដូច្នេះហើយព្រះអង្គចង់ឲ្យក្រុមជំនុំដាច់ខាតត្រូវតែបរិសុទ្ធ So that the church should cut off all the bad and wrong relationships. ដូច្នេះហើយក្រុមជំនុំគួរតែកាត់ផ្ដាច់ចោលនៅទំនាក់ទំនងដែលមិនត្រឹមត្រូវឬក៏មិនល្អ When we refer to Hebrews chapter 4, we know that in the Bible always said God's word is the double-edged sword. ចឹងមកតាមរយៈព្រះគម្ពីរហេព្រើរចំពុកទី4ខទី12យើងដឹងថាព្រះបន្ទូលរបស់ព្រះអង្គប្រៀបដូចជាដាវមុខពីរ ឥឡូវសូមអញ្ជើញម៉ាលីដែលអានព្រះគម្ពីរនេះសម្រាប់យើង ព្រះគម្ពីរហេព្រើរចំពុក4ខ12ព្រះបន្ទូលរបស់ព្រះមានជីវិតរស់
មានប្រសិទ្ធភាពហើយមុតជាងអស់ទាំងដាវមកពីរទាំងចាក់ទម្លុះរហូតដល់ទីខណ្ឌចែកនៃប្រលឹងនិងវិញ្ញាណរហូតដល់ទីខណ្ឌចែកនៃសន្លាក់និងខួរឆ្អឹងព្រមទាំងវិនិច្ឆ័យគំនិតនិងបំណងនៃចិត្តផង អរគុណ Sometimes we cannot very clear what is right, what is wrong. ពេលខ្លះប្រហែលជាយើងអត់ដឹងច្បាស់ថាអីទៅដែលត្រូវអីទៅដែលខុស But when we, according to the Bible, use the Bible, we can recognize or distinguish what is truth, what is wrong. ប៉ុន្តែតាមរយៈព្រះគម្ពីរនៅពេលដែលយើងត្រឡប់ទៅរកព្រះគម្ពីរវិញយើងនឹងអាចបែងចែកដឹងថាអីទៅដែលខុសអីទៅដែលត្រូវ So that we read the Bible every day, this is very important. ដូច្នេះការដែលយើងទាំងអស់គ្នាអានព្រះគម្ពីរជារៀងរាល់ថ្ងៃគឺជាការដ៏សំខាន់ And then through the God's word, the Bible, we can distinguish and cut off many wrong things. ហើយតាមរយៈព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងព្រះគម្ពីរយើងទាំងអស់គ្នាក៏អាចកាត់ផ្តាច់នៅអីដែលខុសឆ្គងជាច្រើនដែរ Hello, some ancient កាលនេះដែលអានព្រះគម្ពីរនេះសម្រាប់យើង 2 កូរិនថូសចំពុក 11 ខ 2 ខ្ញុំច្រណែនអ្នករាល់គ្នាដោយសារសេចក្តីច្រណែនរបស់ព្រះត្បិតខ្ញុំបានភ្ជាប់ពាក្យឲ្យអ្នករួចគ្នានឹងប្តីតែមួយគត់ គឺទុកជាស្ត្រីព្រហ្មចារីវិសុទ្ធថ្វាយដល់ព្រះគ្រីស្ទ អរគុណ Here said that Apostle Paul, he so loved the church. នៅកន្លែងនេះបានប្រាប់ថាលោកប៉ូលពិតជាស្រឡាញ់ក្រុមជំនុំ He hoped that all the churches, like a virgin, love their husband, our Lord Jesus Christ. ហើយគាត់ក៏សង្ឃឹមថាក្រុមជំនុំទាំងអស់គឺយើងអាចស្រឡាញ់ព្រះអង្គប្រៀបដូចជាស្ត្រីព្រហ្មចារីដែលស្រឡាញ់តែប្តីតែមួយគត់គឺព្រះគ្រីស្ទ If the church love another one more than love their husband, more than the Lord, Apostle Paul will cherish, get angry. ចឹងបើសិនជាក្រុមជំនុំស្រឡាញ់អីផ្សេងលើសពីស្រឡាញ់ព្រះអង្គមានថាយើងស្រឡាញ់អីផ្សេងលើសពីស្រឡាញ់ព្រះអង្គតែមួយគត់គឺលោកប៉ូលផ្ទាល់គាត់ក៏មានការប្រចាំដែរ So that at that time, Apostle Paul, he took us war. ដូច្នេះនៅពេលហ្នឹងលោកប៉ូលក៏បានដកដាវចេញមក Do you know what is this war? អ្នកដឹងថាដាវមួយហ្នឹងគឺជាអីអត់ What is this war? This war is 小拋離 B 哥林陀 ហើយដាវមួយហ្នឹងគឺព្រះគម្ពីរ2កូរិនថូស He threw the truth to help brothers and sisters in Corinth to cut off the wrong relationships. គឺតាមរយៈស្ដីពិតគាត់ជួយបងប្អូនទាំងអស់អាចកាត់ដាច់ពីអីដែលទំនាក់ទំនងដែលខុសឆ្គង So that the truth, the word of God is very important. ដូច្នេះសេចក្តីពិតព្រះបន្ទូលរបស់ព្រះអង្គពិតជាសំខាន់ Allow some ancient Shiny ដែលអានព្រះគម្ពីរនេះសម្រាប់យើង វិវរណៈជំពូក 2 ខ 13 យើងស្គាល់កន្លែងដែលអ្នករស់នៅជាកន្លែងមានបល្ល័ង្ករបស់សាតាំងប៉ុន្តែអ្នកកាន់ភ្ជាប់នៅនាមរបស់យើងហើយមិនបានបដិសេធជំនឿលើយើងឡើយសូម្បីតែនៅគ្រារបស់ហាន់ទីម៉ាស់សាក្សីស្មោះត្រង់របស់យើងដែលត្រូវគេសម្លាប់ក្នុងចំណោមអ្នករាល់គ្នាជាកន្លែងដែលសាតាំងរស់នៅ អរគុណ In this Bible verse, there are twice mentioned about Satan. នៅក្នុងខគម្ពីរមួយនេះគឺមានពីរដងដែលបានចែងពីសាតាំង The throne of Satan and the dwelling place of Satan. ទីមួយគឺនិយាយពីបល្ល័ង្ករបស់សាតាំងទីពីរគឺជាកន្លែងដែលសាតាំងរស់នៅ Wow, this is the background of the city of Pergamos. ចឹងនេះហើយគឺជាប្រវត្តិនៃក្រុមជំនុំនៅទីក្រុងនេះគឺជាប្រវត្តិនៃក្រុងប៉ឺកាម៉ូស
Now we also can understand this matter from two view. One view near view, one view far view. ឥឡូវយើងក៏អាចយល់ពីសារមួយនេះតាមរយៈទស្សនវិជ្ជាពីរយ៉ាងការមើលឃើញចិត្តនិងការមើលឃើញឆ្ងាយ For the near view is talk about the true situation in the first century in the city of Pergamos. ចឹងការមើលឃើញចិត្តគឺនិយាយពីការមើលឃើញនៅសតវត្សដំបូងដែលពាក់ព័ន្ធជាមួយនឹងស្ថានភាពដ៏ពិតប្រាកដនៅពេលនោះរបស់ក្រុមជំនុំនៅក្រុងពឺកាម៉ូស What is the background of that city? There were many temples. ចឹងនៅទីនោះគឺមានប្រាសាទជាច្រើន So they can call. There is was the place that have the throne of Satan. ចឹងដោយសារតែមានប្រាសាទជាច្រើនក៏យើងអាចហៅថាកន្លែងហ្នឹងគឺជាកន្លែងដែលជាបល្ល័ង្ករបស់សាតាំងដែរ And in the first century, the city of Pergamo is the very important center for many citizens. They worship the emperor of Roman. ហើយនៅទីក្រុងនោះនៅពេលនោះក៏មានកន្លែងបូជាពិសេសមួយដែលជាកន្លែងបូជាពិសេសសម្រាប់តែអធិរាជរ៉ូម៉ាំងហើយមានថាមានមនុស្សជាច្រើនទៅទីនោះដើម្បីថ្វាយបង្គំអធិរាជ Now let's understand about this. ចឹងឥឡូវយើងព្យាយាមយល់ពីចំណុចហ្នឹង This is the very famous museum in Germany. ចឹងនេះគឺជាសារមន្ទីរមួយដែលល្បីនៅអាល្លឺម៉ង់ There is the model about the temple in the city of Pergamos. ហើយនៅទីនោះក៏គេមានបង្ហាញពីរូបរាងនៃប្រាសាទដែលនៅក្រុងពឺកាម៉ូសដែរ Because truly in the first century there were many temples. ដោយសារតែនៅក្នុងសតវត្សដំបូងនៅក្រុងពឺកាម៉ូសគឺមានប្រាសាទជាច្រើន That means the citizen at that city always worship to many false gods. មានថាប្រជាជននៅក្រុងពឺកាម៉ូសនៅពេលហ្នឹងគឺតែងតែថ្វាយបង្គំទៅព្រះខ្លាញ់ខ្លាយជាច្រើន One of them is very famous. ហើយមួយនៅក្នុងចំណោមព្រះខ្លាញ់ខ្លាយទាំងអស់ហ្នឹងគឺពិតជាល្បីឈ្មោះ These false gods speak solely for the healings and medicines. ហើយព្រះខ្លាញ់ខ្លាយមួយនេះគឺជាព្រះដែលគេចាត់ទុកថាអាចជួយព្យាបាលជំងឺបាន So that at that time many farmers, many ambulance, many hospital always have this sign. ដូច្នេះនៅពេលហ្នឹងគឺមានមិនថាពេទ្យឬក៏កន្លែងលក់ថ្នាំឬក៏កន្លែងអីផ្សេងៗទៀតដែលផ្ដល់ការជួយជំនួយផ្សេងៗគឺតែងតែប្រើប្រាស់រូបភាពមួយហ្នឹង Many Christians they confuse. Oh, this sign is related to the Moses heal his people. Wrong. This is the symbol of the false god. មានគ្រូបង្សាប់មួយចំនួនគាត់យកច្រឡំរូបភាពហ្នឹងគឺជារូបភាពនៅពេលដែលលោកម៉ូសេគាត់កាន់នឹងឲ្យដំបងហើយមានពស់នៅលើហ្នឹងប៉ុន្តែមិនមែនទេរូបមួយហ្នឹងគឺតំណាងឲ្យព្រះខ្លាញ់ខ្លាយនៃព្រះព្យាបាលជំងឺហ្នឹងហ្មង But the deception of Satan very, very careful, always mix the truth and mix the wrong things together. ប៉ុន្តែសាតាំងគឺវាឆ្លាតមែនទែនវាតែងតែធ្វើឲ្យយើងទាំងអស់គ្នាភ័ន្តច្រឡំដោយយកអីដែលស្តៀងគ្នាលាយឡំជាមួយនឹងសេចក្តីពិតធ្វើយើងទាំងអស់គ្នាបែងចែកអត់ដឹង And do you remember the city of Pergamo? It was the very important center for the citizen. They will worship the emperor of the Roman Empire. យើងនៅចាំគាត់ប្រាប់យើងមិញថានៅក្រុងពឺកាម៉ូសមានកន្លែងមួយដែលពួកគេទៅនឹងជាពិសេសសម្រាប់ថ្វាយបង្គំទៅកាន់អធិរាជរបស់ពួកគេ You can try to ask, why the Lord he chose this city put in the third? ចឹងយើងអាចសួរសំណួរទៅកាន់ខ្លួនឯងក៏បានដែរហេតុអីបានជាព្រះអង្គជ្រើសយកក្រុងពឺកាម៉ូសដែលពោរពេញទៅដោយសភាពបែបហ្នឹងគឺជាកន្លែងទី3 This city many temples នៅក្នុងក្រុងហ្នឹងគឺមានប្រាសាទជាច្រើន related to idol worshiping. ប្រាសាទទាំងអស់ហ្នឹងប្រាសាទខ្លះពាក់ព័ន្ធជាមួយនឹងការថ្វាយបង្គំព្រះខ្លាញ់ខ្លាយ
this city was the center to worship emperor. ហើយក៏ជាចំណុចកណ្ដាលដែលប្រជាជននាំគ្នាទៅថ្វាយបង្គំអធិរាជដែរ That means many citizens, they rely on the relationship with king. មានថាមានប្រជាជនជាច្រើនគឺពួកគេពឹងពាក់ទៅលើទំនាក់ទំនងរបស់គេជាមួយនឹងស្ដេច All are the wrong relationship with idols and with king. ហើយទំនាក់ទំនងនេះគឺជាទំនាក់ទំនងដ៏ខុសឆ្គងដែលពាក់ព័ន្ធជាមួយនឹងព្រះខាងខ្លាយជាមួយនឹងស្ដេច So that we can through the near will can try to understand the far will. អញ្ចឹងតាមរយៈការមើលឃើញចិត្តនេះយើងអាចព្យាយាមយល់ពីការមើលឃើញឆ្ងាយ Truly, in the far will, the era of Pergamo, at that time, many so-called Christians, they practiced the idol worshiping. អញ្ចឹងការមើលឃើញឆ្ងាយនៅក្នុងសម័យរបស់ពូកាម៉ូហ្នឹងគឺមានគ្រឹះបរិស័ទដែលគាត់មិនមែនជាគ្រឹះបរិស័ទពិតប្រាកដទេគ្រាន់តែហៅខ្លួនឯងជាគ្រឹះបរិស័ទទេ And many of them, they rely on the king, rely on the government to get the benefit. ហើយគ្រឹះបរិស័ទខ្លាំងខ្លាយទាំងអស់ហ្នឹងគឺពួកគេពឹងពាក់ទៅលើរដ្ឋាភិបាលជាមួយនឹងស្ដេចដើម្បីទទួលបានផលប្រយោជន៍ខ្លួនឯង Why the Christians will worship idol? Why? អញ្ចឹងយើងគិតថាហេតុអីបានជាគ្រឹះបរិស័ទទៅថ្វាយបង្គំព្រះខ្លាំងខ្លាយ Why the Christians didn't rely on the Lord, but rely on the king? Why? ហេតុអីបានជាគ្រឹះបរិស័ទមិនពឹងពាក់លើព្រះអង្គទៅជាពឹងពាក់ទៅលើស្ដេចវិញ Now let's understand together. អញ្ចឹងឥឡូវយើងនឹងព្យាយាមយល់ជាមួយគ្នា This was the king, emperor in the Roman Empire. He was Constantine the Great. អញ្ចឹង Constantine គាត់គឺជាអធិរាជរ៉ូម៉ាំង At that time, there was a very important battle. ហើយនៅពេលនោះគឺមានសង្គ្រាមមួយដ៏ធំ There were two generals. They against to each other. ហើយនៅពេលនោះមានមេទ័ពពីរដែលប្រឆាំងគ្នា If anyone can win the battle, then he will be the real emperor in the Roman Empire. បើសិនជាមេទ័ពមួយណាយកបានជ័យជំនះមេទ័ពហ្នឹងនឹងក្លាយទៅជាអធិរាជនៃរ៉ូម៉ាំង Before the light of this battle, once Constantine the Great, he had a dream. ប៉ុន្តែមុនពេលដែលចាប់ផ្ដើមសង្គ្រាមហ្នឹងអធិរាជ Constantine ហ្នឹងគឺគាត់មានការយល់សប្តិមួយ He said that in the dream, I saw a vision. គាត់ថានៅក្នុងសុបិនរបស់គាត់ឃើញចក្ខុវិស័យមួយ Tam lo ye sanya li. Min chai jong nen. គឺតាមសញ្ញារយៈសញ្ញានៅលើដែលគាត់ Yeah. Then he commanded all the armies under him. All the soldiers, draw the cross on your helmet, on your shield, on your army, all the things. Make this sign. ចឹងនៅពេលហ្នឹងគាត់បញ្ជាឲ្យកងទ័ពរបស់គាត់ទាំងអស់គូសសញ្ញាឈើឆ្កាងមិនថានៅលើអាវក្រោះមួកឬក៏ឧបករណ៍ផ្សេងៗដែលគាត់យកទៅច្បាំងហ្នឹង Then next day, the battle started. ហើយនៅថ្ងៃបន្ទាប់ក៏ចាប់ផ្ដើមមានសង្គ្រាម Then truly, he won the battle. ហើយចុងក្រោយគាត់ពិតជាទទួលបានជ័យជំនះមែន So that he said, wow, through this sign, truly I win. So that starting from today, all the Christianity, legal. ហើយដោយសារតែគាត់គិតថាដោយសារសញ្ញានេះគាត់ទទួលបានជ័យជំនះមែនគាត់ក៏ធ្វើឲ្យគ្រឹះបរិស័ទការជឿលើព្រះយេស៊ូវខ្លាយទៅជាការមួយដែលស្របច្បាប់ At that time, many Christians, they were very happy. ហើយនៅពេលនោះមានគ្រឹះបរិស័ទជាច្រើនដែលគាត់សប្បាយចិត្ត In these 200 years, many brothers and sisters, they died for the Lord. ដោយសារគាត់គិតថារយៈពេល200ឆ្នាំហ្នឹងគឺមានបងប្អូនជាច្រើនដែលស្លាប់សម្រាប់ព្រះអង្គ I lonely can be saved. Oh, we are free. Wow, so that many Christians, it's a dream.
Is it millennial kingdom already come? ចឹងធ្វើឲ្យគ្រូបរិស័ទជាច្រើនគាត់គិតថានេះគឺជាសុបិនមែនឬក៏ក្រុងសហសវត្សសម័យកាលសហសវត្សបានមកដល់ So that they call the king Constantine. Constantine the Great. ចឹងពួកគាត់ក៏ហៅអធិរាជ Constantine ហ្នឹងថាជាមហាអធិរាជ But actually, did he truly believe in the Lord? ចឹងតាមពិតទៅតើអធិរាជមួយហ្នឹងគាត់ពិតជាបានជឿលើព្រះអង្គមែនអត់ He just through the Christianity to make his emperor more strong. គឺអត់ទេគាត់ត្រង់តែតាមរយៈគ្រឹះបរិស័ទការជឿលើព្រះយេស៊ូវធ្វើឲ្យអំណាចរបស់គាត់ការគ្រប់គ្រងរបស់គាត់កាន់តែរឹងមាំ At the time, there were many Christians. They suggest to the king, King, you already believe in the Lord. ពិធីជំនួយតា អញ្ចឹងគ្រឹះបរិស័ទក៏បានរំលឹកទៅកាន់អធិរាជនឹងថាគាត់បានជឿលើព្រះអង្គហើយអញ្ចឹងគួរតែទទួលពិធីជាមួយទឹក បងតាគាត់បាននិយាយ play កោយ That means actually according to the history we know that at that time he also kept another role. ហើយតាមរយៈប្រវត្តិសាស្ត្រយើងក៏ដឹងថាអធិរាជហ្នឹងគាត់ក៏បានរក្សានៅតំណែងមួយទៀត I am a Christian, but I am the high priest of paganism. គាត់គិតថាគាត់គឺជាគ្រឹះបរិស័ទប៉ុន្តែមួយទៀតគាត់ជាសម្ដេចសង្ឃនៃសាសនាខ្លាំងខ្លាយដែរ I will not give up this position អញ្ចឹងគាត់គិតថាគាត់អត់ចង់លះបង់ចោលនៅឋានៈមួយនេះឡើយ until he died. Never take baptism. គឺរហូតដល់អធិរាជហ្នឹងស្លាប់គាត់អត់ដែលទទួលពិធីជាមួយទឹកសោះ So that he was not the true Christians. មានន័យថាគាត់មិនមែនជាគ្រឹះបរិស័ទដ៏ពិតប្រាកដនោះឡើយ But in the Roman Empire, the master, the ruler, he claimed that he believed in the Lord. ប៉ុន្តែin The king, he claimed that I am believe in the Lord. ប៉ុន្តែស្ដេចហ្នឹងគាត់ប្រកាសថាគាត់ជាអ្នកដែលជឿលើព្រះអង្គ I love some angel. Số là anh play completely sản lập nhé. វិវរណៈចំពុក2ខ13យើងស្គាល់កន្លែងដែលអ្នករស់នៅជាកន្លែងមានបាឡាំងរបស់សាតាំងប៉ុន្តែអ្នកកាន់ភ្ជាប់នៅនាមរបស់យើងហើយមិនបានបដិសេធជំនឿលើយើងឡើយសូម្បីតែនៅគ្រារបស់អានទីប៉ាល់ស័ក្តិសិទ្ធិស្មោះត្រង់របស់យើងដែលត្រូវគេសម្លាប់ក្នុងចំណោមអ្នករាល់គ្នាជាកន្លែងដែលសាតាំងរស់នៅ Okay. He said that in this era also had some important things happened. កាលនេះបានបង្ហាញថានៅក្នុងសម័យមួយហ្នឹងក៏មានរឿងសំខាន់ខ្លះកើតឡើងដែរ At that time, some brothers and sisters, they after the great persecution, they can feel free to gather together. ដោយសារតែនៅពេលហ្នឹងបន្ទាប់ពីការបៀតបៀនដ៏ខ្លាំងហើយពួកគាត់ចុងក្រោយក៏មានសេរីភាពក៏អាចជួបជុំគ្នាវិញ They have the lead together. ជន់ត្រូវការ ពួកគេត្រូវការរស់នៅជាមួយគ្នា because before they live in underground and be persecuted, they not quite easy can study and know the truth. ដោយសារតែពីមុនពួកគេតែងតែរស់នៅក្រោមដីហើយតែងតែទទួលការបៀតបៀនចំណិចចឹងទៅអត់ងាយស្រួលក្នុងការពួកគេជួបជុំគ្នាដើម្បីស្គាល់ពីសេចក្តីពិតនោះឡើយ But at that time, they can feel free to gather together so that they make the truth more clear and be the agreement. ហើយនៅពេលនោះដោយសារតែពួកគេអាចជួបជុំគ្នាវិញពួកគេធ្វើឲ្យសេចក្តីពិតហ្នឹងកាន់តែច្បាស់ហើយពួកគេធ្វើការយល់ស្របជាមួយគ្នាដែរ So that the Lord he talked something about some brothers and sisters. They keep the truth, didn't deny his name. ហើយដូច្នេះបានជាព្រះអង្គបាននិយាយពីបងប្អូនមួយចំនួនដែលគាត់រក្សានៅសេចក្តីពិតហើយអត់បដិសេធព្រះនាមរបស់ព្រះអង្គ At that time, there were 4 important councils.
ចឹងនៅពេលហ្នឹងគឺមានការប្រឹក្សាសំខាន់4យ៉ាង After these 4 very important counsels, we can know that we confess these 27 books are the New Testament in the Bible. តបពីការប្រឹក្សាដ៏សំខាន់4យ៉ាងហ្នឹងហើយ4ដងហ្នឹងហើយគឺពួកគេបានសម្រេចថាសភៅគម្ពីរសញ្ញាថ្មីឬក៏សម្ព័ន្ធមេត្រីថ្មីគឺមានទាំងអស់27សភៅ Because starting from the first century until that day, many book. Some people said that this is the revelation from God. This is the revelation from God. ដោយសារតែនៅពេលនោះគឺមានសភៅជាច្រើនហើយអ្នកខ្លះថានេះគឺជាសភៅដែលបើកបង្ហាញមកពីព្រះអង្គអ្នកខ្លះថាសភៅនោះបានជាសភៅដែលព្រះអង្គបានបើកបង្ហាញ But which book truly is the book from God? ប៉ុន្តែសភៅមួយណាដែលជាសភៅដែលពិតប្រាកដមកពីព្រះអង្គ They have the discussion many times and they recognize these 27. ពួកគេបានប្រឹក្សាជាមួយគ្នាជាច្រើនដងដូច្នេះហើយពួកគេក៏បានរកឃើញសភៅទាំង7ក្បាលហ្នឹង27 And they confess that there are 3 persons in one God. We call Trinity. ហើយពួកគេក៏ទទួលស្គាល់ថាគឺមានព្រះអង្គទាំង3អង្គនៅក្នុងព្រះតែមួយយើងហៅថាព្រះអង្គជាព្រះត្រីឯក And they recognize and confess that our Lord Jesus Christ, He both God and man forever. ហើយមួយទៀតគឺពួកគេទទួលថាព្រះយេស៊ូវគ្រីស្ទព្រះអង្គគឺជាព្រះហើយព្រះអង្គក៏ជាមនុស្សជារៀងរហូត So that our Lord, He has 2 nature. One is divine nature. One is human nature. ដូច្នេះហើយព្រះអង្គគឺមានធម្មជាតិ2ព្រះអង្គជាព្រះហើយមួយទៀតព្រះអង្គគឺជាមនុស្ស Ta lại chăm trong niệm đi ở Trung Gu Chi Ple Hai Trung Gu Chi Mon Nu. So that in our hymn always show the very important truth. ដូច្នេះហើយទៅនៅក្នុងបទចម្រៀងស្វែងគុំរបស់ពួកយើងគឺតែងតែបានបង្ហាញនូវសេចក្តីពិតសំខាន់ជាច្រើន But I love some angel select so let I'm play completely on up here. វិវរណៈចំពោះ2ខ14យ៉ាងណាមិញយើងមានរឿងខ្លះប្រកាន់នឹងអ្នកគឺថានៅទីនោះអ្នកមានពួកកាន់តាមសេចក្តីបង្រៀនរបស់បាឡាំដែលបង្រៀនបាឡាក់ឲ្យដាក់ហេតុបណ្ដាលឲ្យជំពប់ដួលនៅមុខកូនចៅអ៊ីស្រាអែលគឺឲ្យហូបអាហារដែលសែនដល់រូបបដិមាករនិងឲ្យប្រព្រឹត្តអំពើអសិលធម៌ខាងផ្លូវភេទ Okun. In these Bible verses, there was one Bible character he called Balaam. ចឹងនៅក្នុងខអំពីមួយនេះគឺគេនិយាយអំពីតួអង្គម្នាក់ដែលគាត់ឈ្មោះថាបាឡាម And the Bible said that the Lord against them because they hold the teaching of Balaam. ចឹងគឺនៅក្នុងខអំពីហ្នឹងគឺគេនិយាយអំពីព្រះជាម្ចាស់ប្រឆាំងជាមួយនឹងពួកគេដោយសារតែពួកគេគឺកាន់តាមសេចក្តីបង្រៀនរបស់លោកបាឡាម Who is Balaam? ចឹងតើណាគេដែលជាលោកបាឡាមហ្នឹង What is his teaching? ចឹងតើគាត់បានបង្រៀនអ្វីខ្លះ Now let's understand his background. ចឹងឥឡូវយើងនឹងយល់ដឹងអំពីប្រវត្តិរបស់គាត់ He was the first man received the reward or salary to serve king. ចឹងគាត់គឺជាមនុស្សដែលដំបូងគេដែលគាត់ទទួលបានប្រាក់ខែឬក៏ប្រាក់បៀវត្សហ្នឹងដែលគាត់ធ្វើការបម្រើស្ដេច Starting from him, we can know there was one wrong teaching. ចឹងតាមរយៈគាត់គឺពួកយើងទាំងអស់គ្នាអាចដឹងអំពីការបង្រៀនដ៏ខុសឆ្គងមួយ Receive the fixed salary to lead the church. This is wrong. ដែលគាត់គឺទទួលបានប្រាក់ខែថេរជារៀងរាល់ខែហើយគាត់បានធ្វើជាអ្នកដឹកនាំក្រុមជំនុំអញ្ចឹងនេះគឺជារឿងមួយដែលខុសឆ្គងខ្លាំងបំផុត The fixed salary system serve God, feed the church was starting from the era of Pergamos. អញ្ចឹងការបម្រើព្រះអង្គដែលទទួលបានប្រាក់ខែហ្នឹងគឺបានចាប់ផ្ដើមមកពីសម័យក្រុមជំនុំពើកាម៉ូសហ្នឹង
Nowadays, there are many pastors, many churches leaders. They rely on the congregation to offer up money to receive the salary. Is it true? អញ្ចឹងសពថ្ងៃនេះក៏មានគ្រូបង្រៀនជាគ្រូបង្រៀនជាច្រើនឬក៏អ្នកដឹកនាំក្រុមជំនុំជាច្រើនដែលពួកគេបានបម្រើព្រះអង្គអញ្ចឹងទៅហើយពួកគេក៏ទទួលបានប្រាក់ខែតើជើងគិតថាអានឹងគឺជាសេចក្តីពិតអត់ In the book of 2 Peter, Apostle Peter, he said that Balaam, he greed for the unrighteous money. នៅក្នុងព្រះគម្ពីរ2ពេត្រុសបានបង្ហាញថាលោកបាឡោមបានស្រឡាញ់រង្វាន់នៃសេចក្តីទុច្ចរិត And in Judah, the Bible will say that his way is wrong way. ហើយនៅក្នុងយូដាក៏បានបង្ហាញដែរថាវិធីរបស់គាត់ឬក៏ផ្លូវដែលគាត់ធ្វើហ្នឹងគឺជាផ្លូវដ៏ខុសឆ្គង Then on the other hand, let's read the good example from the Lord and his disciples. ឥឡូវយើងអានកន្លែងដែលបង្ហាញពីឧទាហរណ៍ល្អដែលព្រះអង្គបានយកមកបង្ហាញដែលមកពីសិស្សរបស់ព្រះអង្គ In Luke chapter 8, the Bible will say that no one is the boss of our Lord Jesus and his disciples. ចឹងនៅក្នុងលូកាបានបង្ហាញថាអត់មានណាគេដែលជាចៅហ្វាយទេមិនថាចៅហ្វាយនៃចំណោមសិស្សឬក៏ព្រះយេស៊ូវឡើយ Just some women, some sisters, they also are the Lord's disciple. They support the Lord. គឺនៅពេលនោះមានបងប្អូនស្រីមួយចំនួនដែលជាអ្នកដែលជឿលើព្រះយេស៊ូវពួកគេបានដកយកធនធានផ្ទាល់ខ្លួនដើម្បីជួយដល់សិស្សនៅពេលនោះ The income is not fixed and it's not the salary. ហើយប្រាក់ដែលចំណូលដែលគាត់ទទួលបានហ្នឹងគឺអត់ទៀងទាត់នោះឡើយហើយក៏មិនមែនជាប្រាក់ខែដែលគាត់ទទួលបាននោះឡើយ No one can guarantee how much they had. គឺអត់មានណាគេអាចធានាថាពួកគេទទួលបានកម្រៃប៉ុណ្ណាជាប្រចាំនោះឡើយ No one can guarantee this supporting will be regular. ហើយក៏អត់មានណាគេអាចធានាថាការដែលពួកគាត់ជួយផ្គត់ផ្គង់ធនធានឲ្យហ្នឹងគឺទៀងទាត់រហូតដែរ All are the love supportings. ហើយទាំងអស់នេះគឺមកពីការចែករំលែកដោយសេចក្តីស្រឡាញ់ And in Acts chapter 18, sometimes when Apostle Paul, he was in need, then he make the tent to sell, then have the income for live and serve the Lord. ហើយនៅក្នុងព្រះគម្ពីរកិច្ចការបានបង្ហាញថានៅពេលដែលលោកប៉ូលគាត់ត្រូវការថវិកាដើម្បីចិញ្ចឹមជីវិតគឺគាត់ក៏មានមុខរបរផ្ទាល់ខ្លួនរបស់គាត់ដែរគឺគាត់ធ្វើជាជាងធ្វើរោងដើម្បីរកប្រាក់កម្រៃ They surpass the church. They take care of brothers and sisters. It's not for the fixed salary. ដូច្នេះហើយពួកគេមើលថែបងប្អូនប្រុសស្រីធ្វើជាកង្វៀលសម្រាប់បងប្អូនប្រុសស្រីគឺមិនមែនដោយសារតែប្រាក់កម្រៃនោះឡើយ This is the Lord, his examples. ហើយនេះគឺជាឧទាហរណ៍ដែលមកពីព្រះយេស៊ូវ So that the Bible was very clear. អញ្ចឹងយើងដឹងហើយថាព្រះគម្ពីរបានបង្ហាញមកកាន់យើងទាំងអស់គ្នាយ៉ាងច្បាស់ But at that time, in the era of Pergamo, what happens? ប៉ុន្តែយើងទាំងអស់គ្នាដឹងថាមានរឿងអីកើតឡើងនៅក្នុងសម័យកាលនៃក្រុងពឺកាម៉ូ After the church, brothers and sisters from underground to under the sun, what happened? អញ្ចឹងតបពីបងប្អូនប្រុសស្រីយើងដែលគាត់ឆ្លងកាត់ទុក្ខលំបាកដែលនៅក្នុងកន្លែងក្រោមដីរហូតដល់ទីកន្លែងដែលខ្ពស់តើមានរឿងអីកើតឡើង At that time, if any brothers and sisters they are poor and take baptism, can receive the new clothes and 20 golds. នៅពេលហ្នឹងគេបានឲ្យទៅកាន់អ្នកក្រីបងប្អូនដែលក្រីក្រដែលជឿលើព្រះយេស៊ូវហើយចង់ជាមួយទឹកអញ្ចឹងអស់អ្នកដែលជាមួយទឹកពួកគេនឹងទទួលបានសម្លៀកបំពាក់ថ្មីមួយឈុតហើយព្រមទាំងមាស20គេចង់ថាហ្នឹងហើយ20មាស Because according to some historical document, we cannot very accurate to know the unit just at 20 gold. អញ្ចឹងដោយសារតែនៅក្នុងការចែងនៅក្នុងប្រវត្តិសាស្ត្រហ្នឹងគឺអត់បានចែងច្បាស់ថាមាស20ដុំឬ20កាក់ឬក៏អីគេគ្រាន់តែប្រាប់ថា20មាសអញ្ចឹង Stop ច្បាស់
stop ច្បាស់20 wow ôi I think baptism ហ្នឹងហើយអញ្ចឹងគាត់គិតថាច្រើនមែនតើការដែលគាត់ទទួលបានមាសហ្នឹងអញ្ចឹងនាំគ្នាចង់ទទួលពិធីជាមួយទឹក maybe some parents will do like this ប្រហែលជាអាណាព្យាបាលឬក៏ប៉ាម៉ាក់មួយចំនួនពួកគាត់នឹងធ្វើបែបនេះ not just I take baptism my family members take baptism also okay គាត់ប្រហែលជាទៅប្រាប់គេថាមិនមែនតែខ្ញុំជាមួយទឹកទេខ្ញុំឲ្យគ្រួសារខ្ញុំទាំងអស់ជាមួយទឹកហ្មងបានអត់ 20 wow you can try to imaginate suddenly from underground to the high tower what happened អញ្ចឹងយើងអាចសម័យឃើញអត់ថាតាំងពីជីវិតដែលរស់នៅក្រោមដីរហូតដល់ជីវិតដែលខ្ពង់ខ្ពស់ប្រៀបដូចជានៅប៉មដ៏ខ្ពស់អញ្ចឹងតើមានរឿងអីកើតឡើង before the true Christians they will rely on the Lord ពីមុនគ្រិស្តបរិស័ទដែលពិតប្រាកដពួកគេពឹងពាក់លើព្រះអង្គ but at that time many Christians they rely on the king and government ប៉ុន្តែនៅពេលនោះគឺមានគ្រិស្តបរិស័ទខ្លាំងខ្លាយដែលពួកគេពឹងពាក់តែលើស្ដេចហើយជាមួយនឹងអីគេរដ្ឋាភិបាល and some historical documents said that at that time Christianity was legalized ហើយក៏មានឯកសារខ្លះបានបង្ហាញថានៅពេលនោះគេធ្វើឲ្យការជឿលើព្រះយេស៊ូវហ្នឹងធ្វើឲ្យបានស្របច្បាប់ and the government will give many benefits for them ហើយរដ្ឋាភិបាលនឹងផ្ដល់នូវអត្ថប្រយោជន៍ច្រើនដល់អស់គ្រិស្តបរិស័ទទាំងអស់ oh there are many villages didn't have the church ហើយនៅពេលហ្នឹងគាត់គិតថាមានភូមិជាច្រើនដែលអត់ទាន់មានក្រុមជំនុំ and one people said that oh in my village there are many Christians they would like to have the church gathered together ហើយក៏មានអ្នកខ្លះចេញមកថានៅស្រុកខ្ញុំគឺមានប្រជាជនជាច្រើនដែលពួកគេជឿលើព្រះអង្គពួកខ្ញុំក៏ចង់មានវិហារមួយកន្លែងមួយដើម្បីជួបជុំជាមួយគ្នា and then the government said good I give you the land I give you money I give you money to build the church ហើយនៅពេលនោះរដ្ឋាភិបាលថាបើមានគ្រិស្តបរិស័ទចឹងល្អហើយចឹងគាត់នឹងឲ្យដីផងឲ្យលុយផងដើម្បីកសាងកន្លែងដើម្បីពួកគេជួបជុំគ្នានៅទីនោះ and the other village wow ហើយធ្វើឲ្យភូមិស្រុកដទៃទៀតគេភ្ញាក់ផ្អើល they have the land ចឹងគេគិតថាពួកគេជឿចឹងទទួលបានដីទៀត wow they have many money ហើយទទួលបានលុយច្រើន but in my village no one believe in the Lord ប៉ុន្តែនៅភូមិខ្ញុំអត់មានអ្នកគេជឿលើព្រះអង្គផង oh I there all of us came I also believe then we also can have the land and money ហើយពួកគេគាត់ថាអត់អីទេឲ្យតែនិយាយថាជឿលើព្រះអង្គទៅនឹងបានដីផងបានលុយផងហើយ and anyone have the church government will provide them many benefits and no need to pay tax ហើយអស់អ្នកដែលគេទទួលស្គាល់ថាគេជឿលើព្រះអង្គគឺមិនធម្មតារដ្ឋាភិបាលផ្ដល់ផលប្រយោជន៍ឲ្យច្រើនទេថែមទាំងអត់ត្រូវបង់ពន្ធទៀត so that at that time suddenly wow mean wow have many Christians ហើយធ្វើឲ្យពេលហ្នឹងសត្វតែមានគ្រិស្តបរិស័ទជាច្រើនមាន wow and then for the government always provide many benefits starting from that time the fixed salary system takes up ហើយដោយសារតែនៅពេលហ្នឹងរដ្ឋាភិបាលតែងតែផ្ដល់នៅគុណសម្បត្តិជាច្រើនដល់អស់អ្នកដែលជឿលើព្រះអង្គនៅពេលហ្នឹងធ្វើឲ្យប្រព័ន្ធនៃការចាប់ដើមមានប្រាក់ខែហ្នឹងក៏ចាប់ដើមទៅចេញជារូបរាង before all the brothers and sisters they have suffered suddenly they are very rich ចឹងយើងគិតមើលថាពីមុនបងប្អូនទាំងអស់នោះគឺរងការឈឺចាប់ជាច្រើនប៉ុន្តែនៅសុកហើយជាអ្នកមាន before just some brothers and sisters in one village suddenly all the villages became Christians ចឹងពីមុនប្រហែលជាមានតែម្នាក់ពីរនាក់នៅក្នុងភូមិជឿលើព្រះអង្គឯងប៉ុន្តែនៅសុកមកភូមិជឿលើព្រះអង្គទាំងអស់ and then at that time many false Christians mixed in the church ដូច្នេះនៅពេលនោះមានគ្រិស្តបរិស័ទខ្លាំងៗជាច្រើនបានជ្រៀតចូលទៅក្នុងគ្រិស្តបរិស័ទពិតប្រាកដជ្រៀតចូលទៅក្នុងក្រុមជំនុំ
And then the government at that time very treat the Christian very well. ហើយរដ្ឋាភិបាលពិតជាមើលថែគ្រិស្តបរិស័ទបានល្អមែនទែន Any church's leader, they can feel free to enter and exit the king palace. នៅពេលហ្នឹងអស់អ្នកដែលដឹកនាំក្រុមជំនុំគឺពួកគេមានសិទ្ធិមួយដែលចេញចូលវាំងបានសេរី Wow. If anyone can enter and exit the palace, maybe they feel, ចឹងប្រហែលជាអស់អ្នកដែលគាត់អាចចេញចូលក្នុងវាំងសេរីគឺគាត់មានអារម្មណ៍ថាគាត់មានមុខមាត់មែនទែន so that at that time also suddenly have many churches leaders. ហើយដែលធ្វើឲ្យនៅពេលនោះនៅសុកក៏មានអ្នកដឹកនាំក្រុមជំនុំជាច្រើន And then if you are Christians, you can find the position in the government. ហើយបើសិនជាបងប្អូនទាំងអស់នោះជាគ្រិស្តបរិស័ទពួកគាត់ក៏អាចរកឃើញតំណែងដែលជាការងារនៅក្នុងការងាររដ្ឋដែរ So that they truly didn't rely on the Lord, but rely on another husband. He was the king of Roman Empire. ដូច្នេះធ្វើឲ្យគ្រិស្តបរិស័ទទាំងអស់ហ្នឹងមិនពឹងពាក់លើព្រះអង្គទៀតឡើយគឺពឹងពាក់ទៅលើប្តីមួយទៀតរបស់ពួកគេគឺតំណាងឲ្យស្ដេចនៃចក្រភពរ៉ូម If you live at that time, can you bring them to surely to God? បើសិនជាយើងរស់នៅសម័យហ្នឹងយើងអាចនាំបងប្អូនទាំងអស់ហ្នឹងចូលទៅចិត្តព្រះអង្គបានអត់ From a boss I really yearn chin chong lim ta pai chai bang kong ple on. Oi. Anyone would like to join? យើងគិតថាបើសិនជាយើងនាំគាត់ចូលទៅចិត្តព្រះអង្គយើងគិតថាមានអ្នកគេចង់ចូលរួមជាមួយយើងអត់ Wow. They are money lover. គឺពួកគេស្រឡាញ់តែលុយប៉ុណ្ណោះ Is it the Lord's lover? តើពួកគេគឺជាអ្នកដែលស្រឡាញ់ព្រះអង្គមែនអត់ So that at that time, many people they believe in the Lord clear ដូច្នេះហើយមានគ្រិស្តបរិស័ទជាច្រើននៅពេលនោះជឿលើព្រះអង្គប៉ុន្តែអត់ច្បាស់នោះឡើយ and not sincere ហើយអត់ស្មោះត្រង់ and not very serious. ហើយពួកគេក៏អត់ច្បាស់លាស់ដែរ What is the truth? អត់តំផងអីទេ នៅពេលសួរថាអីទៅដែលជាស្ដីពិតគឺពួកគាត់អត់ដឹងទេ So that at that time, truly, there were many Christians suddenly appear in the church. ដូច្នេះនៅពេលនោះគឺមានគ្រិស្តបរិស័ទខ្លាំងខ្លាយជាច្រើនចាប់ដើមមាននៅក្នុងក្រុមជំនុំ Because of many so-called Christians, they not clear, not sincere, so that many wrong teaching can be taught at that time. ដោយសារតែមានគ្រិស្តបរិស័ទជាច្រើនពួកគេមិនមែនជាអ្នកដែលជឿលើព្រះអង្គពិតប្រាកដទេពួកគេជាគ្រិស្តបរិស័ទខ្លាំងខ្លាយដូច្នេះនៅពេលហ្នឹងក៏មានការបង្រៀនខុសឆ្គងជាច្រើនចាប់ផ្ដើមកើតមានឡើងដែរ In the wrong teaching of Balaam, many people they worship idols in the church. ពួកគេធ្វើតាមសេចក្តីបង្រៀនខុសឆ្គងរបស់បាឡាមដែលធ្វើឲ្យពួកគេបានថយបង្គំព្រះខ្លាំងខ្លាយ At that time, some people they think that 10 years ago, 100 years ago, many brothers and sisters they died for the Lord. មានមនុស្សមួយចំនួនពួកគេចាប់ផ្ដើមគិតថាតែជា100ឆ្នាំមុន200ឆ្នាំមុនមានបងប្អូនជាច្រើនដែលបានស្លាប់សម្រាប់ព្រះអង្គ If in my church, in my meeting place, keep some bones of them, maybe we can receive the special grace from God more. ធ្វើឲ្យពួកគេគិតថាបើសិនជាពួកគេរក្សាឆ្អឹងរបស់បងប្អូនដែលស្មោះត្រង់ចំពោះព្រះអង្គហ្នឹងពួកគេប្រកាសជាទទួលបានព្រះគុណពិសេសដែលមកពីព្រះអង្គ So that they try to worship some bones, some dead body, or something called holy things. ដូច្នេះពួកគេព្យាយាមថយបង្គំមិនថាឆ្អឹងឬក៏សពឬក៏របស់ដែលមនុស្សស្លាប់ទៅហើយឬក៏របស់ណាដែលពួកគេចាត់ទុកថាជារបស់បរិសុទ្ធគឺពួកគេយកទៅថយបង្គំទាំងអស់ They think, I still believe in Jesus. គឺពួកគេគិតថាខ្ញុំនៅតែជឿលើព្រះយេស៊ូវឯង I just also received some special grace from some things. ខ្ញុំគ្រាន់តែទទួលបានព្រះគុណពិសេសដែលមកពីរបស់ដែលបរិសុទ្ធពិសេសមួយចំនួន
I still the Lord's disciple. ខ្ញុំនៅតែជាសាវកសិស្សរបស់ព្រះអង្គ Then many wrong things mix with the teachings. ដូច្នេះហើយធ្វើឲ្យការបង្រៀនคล้ายៗហ្នឹងលាយឡំជាមួយនឹងសេចក្តីពិត Starting also until today, many Christians, especially in the Roman Catholic Church, they will worship to some so-called saint or some holy things. ដូច្នេះហើយបានជារហូតដល់សម័យមួយនេះជាពិសេសនៅក្នុងវិហារកាតូលិកពួកគេបានថ្វាយបង្គំទៅកាន់ជនបរិសុទ្ធឬក៏សាវករបស់ព្រះអង្គនៅពេលនោះដែលគេចាត់ទុកជាអ្នកដែលបរិសុទ្ធ And I love some angel rasa le ample con Billy sonat yo. វិវរណៈជំពូកទី2ខ15ក្នុងចំណោមអ្នករាល់គ្នាក៏មានអ្នកខ្លះដែលកាន់តាមសេចក្តីបង្រៀនរបស់ពួកនីកូឡាសដែរ Okay. Here said that they also keep the practice of Nicolaitans. នៅកន្លែងខនេះក៏បានបង្ហាញដែរថាពួកគេកាន់តាមសេចក្តីបង្រៀនរបស់ពួកនីកូឡាស Actually, in the era of Ephesus, already have the teaching about this, but they didn't keep. តាមពិតទៅតាំងពីយុគសម័យនៃក្រុមជំនុំអេផេសូគឺមានការអនុវត្តបែបនេះហើយប៉ុន្តែការអនុវត្តបែបនេះពួកគេអត់បានរក្សាទុកនោះឡើយ But in the era of Pergamos, many so-called Christians, they practice the class system. ប៉ុន្តែនៅក្នុងក្រុមសម័យក្រុមជំនុំពើកំបោះវិញគ្រូបរិស័ទคล้ายៗហ្នឹងក៏បានអនុវត្តការដែលបែងចែកឋានៈបែបនេះ They said many brothers and sisters, they serve the Lord should have the very special position. គឺពួកគេបានបែងចែកថាអស់អ្នកដែលបម្រើព្រះអង្គគួរតែមានឋានៈពិសេស So that they said some in high class, some they are laymen in low class. ហើយពួកគេក៏បានបែងចែកឋានៈថាអ្នកខ្លះនៅឋានៈខ្ពស់អ្នកខ្លះទៀតគឺនៅឋានៈទាបមានថាអត់មានឋានៈអីទាំងអស់ Do you remember what is the church? តែយើងនៅចាំបានថាអីទៅដែលជាក្រុមជំនុំអត់ The church is ក្រុមជំនុំគឺជាអីគេ God's family. ក្រុមជំនុំគឺជាក្រុមគ្រួសារព្រះ But they set the class system ប៉ុន្តែពួកគេបែរជាធ្វើការបែងចែកឋានៈទៅវិញ so that the love and the union. ដូច្នេះធ្វើឲ្យសេចក្តីស្រឡាញ់រវាងបងប្អូនលែងមានទៀតការរួបរวมក៏លែងមានទៀត So that they were very wrong. ដូច្នេះការបង្រៀនបែបហ្នឹងគឺពួកគេខុសឆ្គងខ្លាំងមែនទែន According to the Bible, said that all the brothers and sisters, we are priests. តាមរយៈព្រះគម្ពីរបានចែងឲ្យយើងទាំងអស់គ្នាដឹងថាបងប្អូនទាំងអស់គ្នាយើងគឺជាអ្នកដែលត្រូវជ្រើសរើសជាបូជាចារ But they said some brothers and sisters, they are priests. ប៉ុន្តែពួកគេបានបែងចែកឲ្យបងប្អូនខ្លះទៅជាបូជាចារ They against the Bible. ដូច្នេះហើយពួកគេប្រឆាំងជាមួយនឹងព្រះគម្ពីរ And why in the world there are many class in the church? ហេតុអីបានជានៅលើពិភពលោកមួយនេះគឺមានការបែងចែកឋានៈជាច្រើននៅក្នុងក្រុមជំនុំ This guy, Rippian, he set many classes in the church. គឺមកពីបរិសម្នាក់នេះឈ្មោះថាគ្រីភៀនគាត់បានបែងចែកឋានៈជាច្រើននៅក្នុងក្រុមជំនុំ Before one brother, he had the wrong concept. ពីមុនគឺមានបងប្រុសម្នាក់ដែលគាត់មានគំនិតខុសឆ្គង He tried to follow the Jewish. They think that some people, they are priests, some just the congregation. គឺពួកគាត់ព្យាយាមធ្វើតាមប្រជាជនយូដាដែលគាត់គិតថាអ្នកខ្លះគឺជាបូជាចារអ្នកខ្លះត្រឹមតែជាអ្នកចូលរួមទេ But the Bible said that we all are priests. ប៉ុន្តែនៅក្នុងព្រះគម្ពីរគឺបានចែងឲ្យថាយើងទាំងអស់គ្នាគឺជាបូជាចារ Starting from him, have the wrong concept about divide the class. ដូច្នេះហើយចាប់ផ្ដើមពីគាត់មកគឺចាប់ផ្ដើមមានគំនិតខុសឆ្គងដែលពាក់ព័ន្ធជាមួយការបែងចែកឋានៈ And then some years later, another brother, he developed this wrong concept. ហើយប្រហែលឆ្នាំក្រោយមកមានបងប្រុសម្នាក់ទៀតដែលគាត់ធ្វើឲ្យគំនិតខុសឆ្គងហ្នឹងកាន់តែរីកចម្រើនថែមទៀត He said one bishop in the high place. Under him, all are very low.
ចឹងគាត់បែងចែកថាគឺមានលោកអភិបាលតែមួយគត់ហើយក្រៅពីហ្នឹងអ្នកដែលនៅខាងក្រោមគាត់គ្រាន់តែជាអ្នកចូលរួមធម្មតា And starting from Philippians, he set many classes in one church. ហើយចាប់តាំងពីលោក Gripian គឺគាត់បានបែងចែកឋានៈជាច្រើន Starting from him, the church already are not like as God's family. គឺចាប់តាំងពីពេលហ្នឹងមកក្រុមជំនុំលែងមានលក្ខណៈបែបជាក្រុមគ្រួសារព្រះទៀតហើយ But the Lord hates caste system. ប៉ុន្តែព្រះអង្គបានឲ្យដឹងថាព្រះអង្គស្អប់ការបែងចែកឋានៈ But they set up the caste system ប៉ុន្តែទោះបីជាអញ្ចឹងក៏ពួកគេនៅតែបង្កើតការបែងចែកឋានៈមក so that the truth is very important. ដូច្នេះសេចក្តីពិតគឺពិតជាសំខាន់ And then nowadays also have many special title for someone. ហើយសូម្បីតែសម័យនេះក៏មានការហៅងារខ្លួនឯងជាងារពិសេសមួយដែរ Oh, look, so stay. But the Bible said that just the Lord Himself, He is our true teacher. ចឹងអ្នកខ្លះគេហៅថាជាគ្រូប៉ុន្តែព្រះអង្គបានបង្ហាញឲ្យដឹងថាអត់មានណាគេដែលជាគ្រូទេគឺមានតែព្រះអង្គតែម្នាក់ប៉ុណ្ណោះដែលជាគ្រូ We follow the tradition or follow the Bible. តែយើងទាំងគ្នាធ្វើតាមទំនៀមទម្លាប់ប្រពៃណីឬក៏យើងធ្វើតាមសេចក្តីពិតនៅក្នុងព្រះគម្ពីរ And some people will say that the Pope that means the big father. ចឹងអ្នកខ្លះគេហៅថាសម្ដេចបាប់ហ្នឹងមានន័យថាបិតា But the Bible said that we just have one Father. He is our heavenly Father. ហើយព្រះគម្ពីរក៏បានចែងដែរថាយើងទាំងគ្នាមានបិតាតែមួយគត់គឺព្រះអង្គជាព្រះបិតានៅស្ថានសួគ៌ And some people will respect to some pastor. ហើយអ្នកខ្លះទៀតក៏គេបង្ហាញការគោរពទៅកាន់គ្រូបង្រៀន គ្រូវិល But we should respect to God. ប៉ុន្តែយើងទាំងអស់គ្នាគួរតែបង្ហាញការគោរពទៅកាន់ព្រះជាម្ចាស់ Actually, the Bible words are very clear. តាមពិតទៅព្រះគម្ពីរបានបង្ហាញយ៉ាងច្បាស់ We follow the tradition or follow the Bible. ចឹងយើងទាំងអស់គ្នាធ្វើតាមទំនៀមទម្លាប់របស់យើងឬក៏យើងធ្វើតាមសេចក្តីពិតក្នុងព្រះគម្ពីរ I love some angel. Itolah, I'm play completely on that. Oh, that's okay. វិវរណៈចំពុក2ខ16ដូច្នេះចូលការប្រែចិត្តបើមិនដូច្នោះទេយើងនឹងមករកអ្នកភ្លាមហើយច្បាំងនឹងពួកគេដោយដាវពីមាត់របស់យើង Brothers and sisters, we cannot agree them. God request them, they need to repent. ចឹងបងប្អូនទាំងគ្នាយើងអាចយល់ស្របជាមួយនឹងសេចក្តីដែលពួកគាត់ប្រព្រឹត្តទាំងអស់ហ្នឹងហើយដោយសារតែព្រះអង្គក៏បានប្រាប់ឲ្យពួកគាត់កែប្រែចិត្តដែរ So that we cannot walk on their way. ដូច្នេះយើងអាចដើរផ្លូវតែមួយជាមួយពួកគាត់បានឡើយ And the Lord said that He have the double-edged sword need to cut off and against them. ហើយព្រះអង្គក៏មានព្រះបន្ទូលដែរថាព្រះអង្គមានដាវមុខពីរព្រះអង្គនឹងកាត់ផ្ដាច់ទាំងអស់ហើយប្រឆាំងជាមួយពួកគេ So that we need to read the Bible and keep the Bible's word. ដូច្នេះយើងត្រូវតែអានព្រះគម្ពីរហើយរក្សានៅព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងព្រះគម្ពីរដែរ And then I love some ancient Bitola Tom. Let I'm play completely on that here. ចំពុកខ10ដែលមានប្រជាចូលស្ដាប់អ្វីដែលព្រះវិញ្ញាណបានបន្ទប់ក្រុមជំនុំទាំងឡាយចុះចំពោះអ្នកដែលមានใจជំនះយើងនឹងឲ្យដែលឲ្យអ្នកនោះសូមអ្នកនោះហើយនៅសរសេរឈ្មោះថ្មីដែលគ្មានអ្នកណាស្គាល់ឡើយពួកយើងតែអ្នកទទួលប៉ុណ្ណោះ Oh, good. Brothers and sisters, this is the Lord's rewarding and also is the reminding.
បងប្អូនទាំងគ្នានេះគឺជារង្វាន់របស់ព្រះអង្គប៉ុន្តែក៏ជាការរំលឹកដែលមកពីទ្រង់ដែរ The Lord said that anyone overcome this can receive the hidden manna from God. ព្រះអង្គថាបើសិនជានរណាគេដែលយកជ័យជំនះបានអ្នកនឹងទៅព្រះអង្គនឹងផ្ដល់ម៉ាណាដែលលាក់ទុកទៅកាន់អ្នកនោះ God can provide what you need. ព្រះជាម្ចាស់អាចផ្ដល់យើងទាំងអស់គ្នានៅអ្វីដែលយើងទាំងអស់គ្នាត្រូវការ You would like to experience God's provision, or you would like to receive the salary to lead the church? យើងទាំងអស់គ្នាចង់ទទួលបានការផ្គត់ផ្គង់ដែលមកពីព្រះអង្គឬក៏យើងចង់ទទួលប្រាក់ខែដើម្បីជួយដឹកនាំក្រុមជំនុំ What is the biblical way? តើអីទៅដែលជាស្ដីបង្រៀនដែលមកពីព្រះគម្ពីរ And the Lord also said that they also can receive the white stone and have the new name on the stone. ហើយព្រះអង្គក៏ថាព្រះអង្គនឹងផ្ដល់ដុំថ្មសមួយទៅកាន់ពួកគេហើយពួកគេនឹងមានឈ្មោះថ្មីនៅទីនោះ You would like receive the ranking from government or be respect from the Lord? តើយើងទាំងអស់គ្នាចង់ទទួលបានចំណាត់ថ្នាក់ឬក៏ឋានៈដែលមកពីរដ្ឋាភិបាលឬក៏យើងទាំងអស់គ្នាចង់ទទួលបានមកពីព្រះអង្គ Why there were many problems in the era of Pergamos? ហើយអីបានជានៅសម័យរបស់ក្រុងពើកាម៉ូសមានបញ្ហាជាច្រើន They would like to preach to men or jolly to God. តើពួកគេចង់ Be treasure from men or jolly to God. តើពួកគេចង់ទទួលការឲ្យតម្លៃការគោរពដែលមកពីមនុស្សម្នាឬក៏ពួកគេចង់ចូលទៅចិត្តព្រះអង្គ Brothers and sisters, now let's have the time or have the short sharing. Maybe just keep short. ចឹងបងប្អូនទាំងគ្នាគាត់នឹងឲ្យយើងទាំងគ្នាមានការចែកម្លែកខ្លីៗប៉ុន្តែយើងរក្សាការចែកម្លែករបស់យើងខ្លីបានហើយ What situation more easy to make the Christian stumble? តើស្ថានភាពមួយណាដែលធ្វើឲ្យគ្រិស្តបរិស័ទអាចងាយស្រួលនឹងការចំពប់ដួល The days in easy or the days in difficulty? នៅពេលដែលពួកគាត់ជួបទុក្ខលំបាកឬក៏នៅពេលដែលជីវិតរបស់ពួកគាត់ធូរស្រាល Which church more strong? In Smyrna or in Pergamos? តើក្រុមជំនុំមួយណាដែលរឹងមាំជាងនៅសម័យស្មឺណាឬក៏នៅសម័យក្រុមជំនុំពើកាម៉ូស Or any brothers and sisters, they can receive the reward more? ឬក៏បងប្អូនមួយណាដែលទទួលនឹងតើបងប្អូនមួយណាដែលទទួលបានរង្វាន់ច្រើនជាង The brothers and sisters in suffering or the brothers and sisters in the easy day, they will receive the reward more? តើបងប្អូនដែលទទួលបានដែលតែងតែជួបទុក្ខលំបាកទទួលបានរង្វាន់ច្រើនជាងឬក៏បងប្អូនដែលតែងតែជួបជាមួយនឹងភាពធូរស្រាលងាយស្រួលជីវិតរបស់គាត់ពោរពេញដោយភាពងាយស្រួលទទួលបានរង្វាន់ច្រើនជាង Okay, now let's have the time to in the groups. ឥឡូវយើងមានពេលចាត់ចែងជាក្រុម